ai pi ơi em à ធ្លាប់តែបបក់ឆ្ដោបបក់ដៀបបក់រស់ស្ទូចពោស្ទូចប្រាស្ទូចតែឆ្លាំងអីឥឡូវដូរបរិយាកាសមកស្ទូចត្រីនៅខាងទឹកប្រៃម្ដងគាត់ថាមកស្ទូចនេះគឺមកពីអ្នកហានីហើយថ្ងៃទី1នេះក៏យើងអត់បានចោះទៅស្ទូចត្រីនៅក្នុងទេទូកទេគឺយើងស្ទូចនៅតាមមាត់ឆ្នេរហ្នឹងឯងហើយនេះគឺជាឆ្នេរនៅខាងកោះរ៉ុងហើយឥឡូវខ្ញុំកំពុងតែរៀបចំចេញដំណើរទៅហើយមកដល់លើកោះនេះគឺយើងមានជួលម៉ូតូជួលអីចឹងណាហើយយើងចេញដំណើរទៅក៏យើងចូលទៅទិញនុយចូលសម្រាប់ស្ទូចចឹងទៅហើយឥឡូវកុំខាត់ពេលវេលាយូរយើងទៅទស្សនាសកម្មភាពនៃការស្ទូចត្រីទាំងអស់គ្នាហើយទីតាំងដែលខ្ញុំមកស្ទូចនេះដែរក៏ឈ្មោះថាកោះតូចគាត់ថាខ្ញុំអត់សូវច្បាស់ទេសម្រាប់បងប្អូនដែលនៅខាងប៉ែកខាងសមុទ្រក៏ជួយ comment ប្រាប់ផងដោយសារតែខ្ញុំអត់ច្បាស់ទេដោយសារតែតកងទូគាត់ប្រាប់ថាកោះទូចគឺកោះទូចតាមគាត់ដែរហើយដែល like ការស្ទូចនៅទឹកប្រៃនេះក៏ជាលើកទី1សម្រាប់ខ្ញុំដែរក៏ខ្ញុំអត់ដែរស្ទូចទេព្រោះសារខ្ញុំពេលច្រើនខ្ញុំលេងតែខាងទឹកសាបហើយការស្ទូចនេះដែរក៏មិនបានត្រីធំៗឯណាដែរត្រីតូចទេព្រោះសារតែយើងស្ទូចនៅតាមមាត់ឆ្នេរចេះវាមិនសូវសបោធំបានទេហើយយើងក៏បានច្រើនគួរសមដែរដោយសារតែថ្ងៃនេះជាថ្ងៃទី1អញ្ចឹងក៏យើងសម្រាប់ថាយើងស្ទូចនៅតាមឆ្នេរសិនហើយយើងស្អែកបើសិនជាយើងមានពេលយើងនឹងចុះទៅស្ទូចតាមទូកដើម្បីស្ទូចគីឡូធ្ងន់ម្ដងហើយទស្សនវិជ្ជាគឺបែបនេះគឺស្រស់ស្អាតមែនទែនព្រោះសារខ្ញុំមកនេះដល់ម៉ោងទឹកវានាចដែរអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសម្រាប់បងប្អូនទស្សនាហើយបើសិនជាចូលចិត្តកុំភ្លេចជួយ like និង share ម្នាក់មួយផងអរគុណច្រើន